នៅលើដីជាធម្មតាខ្ញុំចូលចិត្តពេលព្រឹកព្រលឹមជាងគេទៅភ្នំហើយផឹកតែជាមួយទឹកសាកល្បងភាពក្លាហានរបស់អ្នកញ៉ាំទឹកពស់បន្តចាត់ទុកសញ្ញាមិនល្អនៃសង្គមជ្រើសរើសគ្រួសារលោកប្រអប់រកកំភ្លើងនៅលើខ្លួនរបស់អ្នកបានរកឃើញខ្ញុំវាពិបាកសម្រាប់ខ្ញុំក្នុងកាយកម្ដៅរបស់ខ្ញុំលុយដែលចំណាយលើការធ្វើនំបញ្ចុកទៅឲ្យយ៉ាងឈាវសោះឯងរឿងមិនចេះអៀនខ្មាស់ខ្ញុំគិតថាអ្នកកំពុងរស់នៅបញ្ច្រាស់វាជាឆ្កេងញីដែលអ្នកបានវាចេញពីទៅឋាននរកហើយអ្វីបានជាអ្នកជួយខ្ញុំជាមួយសម្លៀកបំពាក់នៅលើដីតើអ្នកចង់ធ្វើអ្វីឲ្យខ្ញុំទេយួនត្រូវបានចាប់ខ្លួនបងប្រុស message មិនដូចភ្នែកទេមួយគូតម្លៃប៉ុន្មានខ្ញុំនឹងស្លាប់ប្រសិនបើខ្ញុំទៅជាមួយអ្នកមិនចាំបាច់ទៅជាមួយទេតាមខ្ញុំមកវិញធ្វើជាគូដណ្ដឹងរបស់ខ្ញុំពាក់កណ្ដាលខាងក្រោមមិនទាន់រៀបការផ្ដល់ឲ្យអ្នកនៅគូក្បាលតើអ្នកចង់រំឲ្យខ្ញុំទេសុំទោសនៅមាន300ជុំទៀតដើម្បីរងចាំផ្សាយបន្ទាប់ពីខ្ញុំដើរលើខ្ញុំមិនមានពេលលេងហ្គេមប្រភេទនេះជាមួយអ្នកទេតបលៀនខ្ញុំមិនខ្វះលុយទេផ្លូវពាណិជ្ជកម្មមជ្ឈមណ្ឌលពិភពលោកច្រកចេញក្រៅផ្ទះ3ជាន់បែរមុខទៅផ្លូវថ្មជើងបន្ទាប់ពីការបញ្ចប់នៃពិភពលោកជួលវាឲ្យអ្នកដោយឥតគិតថ្លៃ3ឆ្នាំទេថៅកែគាត់មានទំនាក់ទំនងប្រសិនបើគាត់រៀបរាងក្បាលរបស់គាត់នោះគឺជាបន្ទាត់ក្រហមនិយាយតើអ្នកចង់ស្លូតបូតមិនដឹងរបៀបគុំហូបទេឬគ្រាន់តែខ្ទះចៀននិងបាយឆាជាមួយខោគូក្បាលព្រះនាងខ្ញុំធានាថាពេញចិត្តខ្ញុំចង់ឲ្យអ្នកជាមនុស្សឆ្លើយច្បាប់កាន់តែតិចកាន់តែប្រសើរវាល្អបំផុតប្រសិនបើខ្ញុំអាចយកសមាជិកនៅពីក្រោយឆាកនៃការបួសគាត់ខឹងខ្លាំងណាស់រហូតដល់ស្រែកឡើងអស់កម្លាំងធ្វើឲ្យខូចខាតខ្ញុំជាអ្នកជំនាញដាទៅផ្លាស់ប្ដូររាងកាយរបស់អ្នកឲ្យឡើងភ្នំជាសិនរងទុក2លំនៅឋានរបស់គ្រូសាលូត្រូវបានយាមយ៉ាងរចនាប័ទ្មគ្រូសាទាបនឹងការថែទាំសុខភាពសម្លៀកបំពាក់របស់កសិករមិនត្រូវបានអនុញ្ញាតទេហើយសូត្រភ្លឺមិនត្រូវបានអនុញ្ញាតទេកុំយកផ្កាមកសាកស្បែកតិចតើគ្រូសាលូរបស់អ្នកធ្វើពិធីបុណ្យសពជារៀងរាល់ថ្ងៃទេស្លៀកពាក់ដើម្បីបង្ហាញពីជំងឺកុំប៉ះខ្ញុំចៅវាយឯងតែនិយាយការពិតពេលមានមន្ទិលហើយមកធ្វើមនុស្សខឹងជាលទ្ធផលខ្ញុំមានការរំខានមុនពេលខ្ញុំចូលទៅមាត់ទ្វារខ្ញុំនៅពាក្យទាំងនេះការវិលត្រឡប់របស់គ្រូសាលូគ្មាននរណាម្នាក់ធ្លាប់គួយទេតូចតើខ្ញុំអាចទៅណាបានវាគឺជាអ្នកទទួលមកវិញដាយកយាយចូលសូមជូនពរដល់គ្រួសារលោករបស់អ្នកខ្ញុំឮថាប៉ាម៉ាក់នាំអ្នកលក់មកផ្ទះវិញថ្ងៃនេះវាពិតជាដូចជាលាក់ខ្លួនអ្នកមិនចង់ញ៉ាំទេពេលបរិភោគសាច់តាគ្រាប់ថេងជាតិនិងសាច់នៅប្រាសាទនោះខុសគ្នាយ៉ាងណាធំថ្ងាសដ៏ល្បីល្បាញនរណាម្នាក់បង្ហាញក្បាលទាប្រាក់នេះមកខ្ញុំនរណាហ៊ានប៉ះខ្ញុំស៊ីសាច់តើអ្នកណាកំពុងស្រែកដាក់គ្រូសាលោខ្ញុំចង់រៀនច្បាប់របស់គ្រូសាលើជាមុនសិនលើជារក្សារបៀបរស់នៅដែលមានសុខភាពល្អញ៉ាំបន្លែឆ្អិនមួយចាននេះខ្ញុំគ្រាន់តែធ្វើពុតថាអ្វីដែលបានកើតឡើងបើមិនដូច្នេះទេចូលចេញពីគ្រួសារលួយលើនេះថ្ងៃនេះខ្ញុំកំពុងញ៉ាំភោជនីយដ្ឋានរសជាតិផ្លែព្រូនទាំងនេះមិនបាច់ឆ្ងល់ទេមីងឲ្យយានតាំងរបស់អ្នកងឹតហើយមុខឡើងពណ៌លឿងសាច់ដុំក៏ស្ដាងមើលទៅគាត់មិនបានញ៉ាំទេក្នុងរយៈពេល3ថ្ងៃប្រសិនបើអ្នកអាចលក់បានចូលញ៉ាំស្មៅវាបានខ្លាយជាការពេញនិយមរួចទៅហើយមើលមុខខ្ញុំធ្វើម្ហូបនឹងស៊ីស្មៅតើអ្វីទៅជាការបញ្ឈប់គាត់បរិភោគអ្នកនឹងមិនបញ្ចប់ skills នៅថ្ងៃនេះទេកុំទុកឲ្យអ្នកណានឹកកូនខ្ញុំព្រមនឹងមិនឲ្យអ្នកបរិភោគវាអ្នកនឹងអួតប្រសិនបើអ្នកញ៉ាំអ្វីមួយដោយភាពក្លាហានបែបនេះនេះគឺជាថ្នាំពុលព្រះអើយបងស្រីក្មេកត្រូវបានទម្លាយទូរស័ព្ទទៅប៉ូលីសហើយចាប់ខ្លួនគាត់គ្មាននរណាម្នាក់ឆ្ងាញ់ណាស់អាស៊ីទូទៅតើមានទៀតទេយកប្រអប់មួយទៀតមកខ្ញុំប្អូនថ្លៃស្រីអ្នកឲ្យខ្ញុំទៅសាច់គោជានឹងបរិភោគដោយថ្នាក់ទាបក្រោកឡើងយ៉ាងលឿនខ្ញុំមានអាហារពេញខ្ញុំនៅតែត្រូវការឲ្យអ្នកដាក់ម្រាមដៃរបស់អ្នកនៅលើវាឡទោះបីជាខ្សែនេះមិនមានជាតិពុលក៏ដោយប៉ុន្តែខេងសេគឺពោពេញដោយរឿងនេះភាសាអាក្រក់មិនអាចជារដូវមិនរៀបការរបស់អ្នកឡើយអ្នកបានរៀបការខ្លាំងណាស់កុំខកខានក្នុងការរក្សាទម្លាប់ដែលមានសោកគាត់អាចទ្រាំទ្រនឹងការនិយាយដើម្បីមិនបានជាបានសម្ដែងជាបងថ្លៃស្រីក្នុងរឿងភាគការវិលត្រឡប់របស់គ្រូសាឡុងប្តីប្រពន្ធមិនទាន់រៀបការចូលផ្ទះត្រូវតែស៊ើបអង្កេតដោយប្រុងប្រយ័ត្នតែល្អចាប់តាំងពីអ្នកនិយាយថាវាជាស្នេហាពិតបន្ទាប់មកអ្នកទាំងពីរនឹងគេងក្នុងបន្ទប់តែមួយយប់នេះខ្ញុំនឹងស្ដាប់នៅខាងក្រៅទ្វារដោយខ្លួនឯងប្រសិនបើអ្នកហ៊ានដេកលើគ្រែដាច់ដោយឡែកខ្ញុំនឹងជួបជុំគ្រួសារនៅព្រឹកស្អែកយកក្មេងស្រីព្រៃនេះចេញពីផ្ទះមិត្តរួមបន្ទប់បានជន់លើវាហើយប្រាថ្នាចង់សម្លាប់ខ្លួនត្រាំក្នុងទឹកស្មៅស្នេហ៍ដើម្បីសម្លាប់មេរោគខ្ញុំខ្លាចថាខ្ញុំឈួតយប់នេះ
អ្នកត្រូវតែគោរពតាមច្បាប់នៅទីនេះទី1កុំឲ្យការនិយាយដើមរបស់អ្នកមានរូបជានាំចូលទៅក្នុងទឹកដីរបស់ខ្ញុំទី2ងូទឹក3ដងក្នុងមួយថ្ងៃទី3កុំប៉ះគ្រែរបស់ខ្ញុំអ្នកដេកនៅលើសាឡុងការរត់គេចខ្លួនបន្តិចចេញពីទីនេះតើមានក្លិនអ្វីនៅលើសម្លៀកបំពាក់របស់អ្នកបូស្ឡូតើអ្នកចង់បង្កើតឈុតពេញលេញទេភ្នែកចោលឆាញ់ខរបស់អ្នកប៉ុន្តែគាត់កំពុងសម្លឹងមើលយើងពីខាងក្រៅទ្វារដេកលើសាឡុងស្អែកសមុទ្រខ្សាច់ទាំងមូលនឹងដឹងថាយើងខ្លាំងខ្លាយមិត្តរួមបន្ទប់របស់ខ្ញុំចោលចេញខាងចង់ធ្វើជាលោកខ្លួនខ្ញុំនឹងប្រយុទ្ធនឹងថ្មីនឹងក្រចកសម្រាប់អ្នកចុះមកខ្ញុំមានករណីធ្ងន់ធ្ងរអ្នកស្ទើរតែឈឺចាប់កុំផ្លាស់ទីនាងបានចូលមកតើអ្នកធ្លាប់គិតចង់ចូលទេបន្ទាប់មកស្នេហាស្មៅក្នុងបន្ទប់របស់ខ្ញុំហាក់ដូចជាចប់ហើយខ្ញុំនឹងចូលទៅឲ្យនាងមួយថ្មីនាងស្គមណាស់ខ្ញុំត្រូវតែស្អប់ក្មេងស្រីនោះរហូតដល់ស្លាប់លឺយួនវាស្រក់ទឹកភ្នែកពួកគេទាំងពីរប្រហែលគ្រាន់តែតាក់ទងគ្នាដោយសារតែកម្លាំងបើអ្នកមិនមានន័យថាមិនក៏មិនទៅលូឈីងស៊ីធ្វើបាបតើដោយផ្ទាល់អ្នកស្អប់វាតើខ្ញុំត្រូវប្រញាប់បែបនេះទេខ្ញុំនឹងរំខានអ្នកតើអ្នកកំពុងធ្វើអ្វីលោកគ្រូសូមបន្តខ្ញុំក៏មិនបានដោះសម្លៀកបំពាក់ដែរវាពិតជាផ្ទះខ្ញុំវាយអ្នកឲ្យស្លាប់អ្នកវាយខ្ញុំរហូតដល់ស្លាប់ខ្ញុំគិតថាជំនាញសម្ដែងរបស់ខ្ញុំតើនេះត្រូវបានគេចាត់ទុកថាជាឧស្សាហកម្មនិងពាណិជ្ជកម្មវាជាវត្តឥតទឹកថ្លៃនៅកណ្ដាលអ្នកត្រូវផ្ដល់ឲ្យខ្ញុំ1ឆ្នាំបន្ថែមឈិនសៀវចិនអ្នកគិតថាអ្នកពង្រឹងខ្ញុំតើខ្ញុំនៅតែអាចគេចផុតពីគ្រោះថ្នាក់បានទេហើយតើអ្នកកំពុងធ្វើអ្វីតើអ្នកនឹងចាប់ផ្ដើមបុព្វហេតុតូចមួយទេខ្ញុំព្រមមានអ្នកខ្ញុំមិនពូកែហាត់ទេឆ្ងាញ់ណាស់ប៉ុន្តែអ្នកហាក់ដូចជានោះជាពស់ភ្លើងខាងលើឈៀវមកលឿនរឿងដែលអ្នកនិយាយកាលពីយប់មិញឈួនសម្បូរលេខជា Chicken Chop Essence ស្រីពិតខ្ញុំបានយកវាពេញមួយយប់ខ្ញុំត្រូវតែត្រូវបានស្នើសុំឲ្យបង្ហាញជំនាញរបស់ខ្ញុំនៅថ្ងៃនេះមីងនេះហៅថាប្រយោគ3យ៉ាងលេខជា Chicken Chop Essence ស្រីពិតតារាបណាសីកណ្ដាភាពថែទឹកនៅនឹងកន្លែងអ្វីគ្រប់យ៉ាងអាចត្រូវបានលាយបញ្ចូលគ្នាជីវិតគឺបែបនេះប្រសិនបើអ្នកត្រូវធ្វើដំណើរសូមធ្វើវាមិនត្រឹមតែកំណត់គោលដៅខ្លួនឯងទេនិយាយបានល្អមួយបាច់ទៀតប្រោះម្សៅទេបន្ថែមផ្ដល់លុយឲ្យលុយបងធំអ្នកត្រឡប់មកពីដំណើរអាជីវកម្មថ្ងៃនេះហើយអ្វីបានជាអ្នកមិនប្រាប់ខ្ញុំជាមុនចូលមកមើលបងស្រីក្មេករបស់ខ្ញុំត្រូវស្រីប្រិយម្នាក់នោះលួចលក់ផ្ទះត្រូវបានដឹកនាំមិនសមរម្យយើងកំពុងរួមភេទនៅក្នុងបន្ទប់លុយជាមិនទាំងបាត់មុខឡើយស្ងប់ស្ងាត់និងជឿជាក់ចំនួនជាមួយប្រព័ន្ធលីសម្រាមស៊ីសានមួយគូនេះអ្នកគឺជាក្មេងស្រីប្រិយខេងសេបានរកឃើញខ្ញុំនៅតែចូលទៅក្នុងទឹកដោយប្រើកណ្ដុររបស់អ្នកនរណាម្នាក់បោះគាត់ចេញពីទីនេះឪពុកគាត់គឺជាប្រពន្ធរបស់ខ្ញុំដែលមិនទាន់រៀបការអ្នកណាប៉ះគាត់បងប្រុសមើលជីងស៊ីមិនហ៊ានទៅផ្ទះទេចិត្តរបស់អ្នកឡើងនឹងអូនថ្លៃស្រីថែងខ្ញុំជាម្ចាស់គ្រួសារលោកចាប់តាំងពីស៊ីវឺស្រូវបានចង់សបផ្សាយពីមុខនៃពិភពថែទាំសុខភាពរបស់យើងខ្ញុំមិនចង់ឲ្យអ្នកទៅទេបង្ហាញមុខនៃពិភពថែទាំសុខភាពរបស់យើងបងប្រុសវងអ្វីមួយដែលគួរឲ្យអាម៉ាស់យកព្រមថ្ងៃនេះដាក់ប្រាក់បន្ថែមរបស់អ្នកទាំងអស់នៅពីក្រោយបន្ទាប់ពី1ខែពេញនៅយូរទាំងសូមក្រឡេកមើលសិលឹកវាទាំងអស់ដែលអ្នកនឹងលូថេងសេមានខ្ញុំចង់ឃើញវាទាំងអស់គ្មានលុយពីគ្រួសារលូតើអ្នកអាចលូបានថ្ងៃនេះទេប្តីធំទាំងតូចមុខខ្ញុំដូចជាស្លាប់រស់សម្រាប់មុខរបស់អ្នកខ្ញុំបានជាប់គុំឃាំងក្នុងអគារពន្ធនាគារនេះអស់រយៈពេល20ឆ្នាំហើយសូម្បីតែមិនអាចបរិភោគសាច់ឥឡូវនេះខ្ញុំចង់សោកស្ដាយតើអ្នកកំពុងនិយាយជាមួយខ្ញុំអំពីកិច្ចសន្យាបែបណាសុខខាំគោលមនុស្សដែលព្រះរបស់ខ្ញុំជាថែរក្សាតើអ្នកណាហ៊ានបិទទីក្រុងសៀងហៃម៉ាក់ដានាំអ្នកទៅចាយលុយទៅហុយទីប៉ុន្តែឪពុករបស់អ្នកបានបញ្ឈប់ការរបស់ខ្ញុំតើអ្នកខ្លាចអ្វីខ្ញុំសរសើរអ្នកហេតុអ្វីបានជាហ៊ានចេញក្រៅបងថ្លៃបងប្រុសបញ្ឈប់ការទាំងអស់របស់អ្នកនេះជាទឹកមួយកែវទាំង5ខ្ទង់តើអ្នកមានលទ្ធភាពទិញវាបានទេនោះគឺដើរលេងជាមួយបរិសអ្នកភូមិលក់ឡានគាត់ក៏ត្រូវចាក់សោលុយតាក់ស៊ីរបស់គាត់កន្លះថ្ងៃមែនទេតើអ្នកចង់ឲ្យខ្ញុំឲ្យអ្នកប៉ុន្មាន100ដុល្លារដើម្បីព្យាយាមមិនខ្វល់យើងមិនមានការគុំខ្មាស់អៀននៅទីនេះត្រឡប់ទៅវិញម៉ាក់ខ្ញុំនឹងនាំអ្នកចេញនៅថ្ងៃនេះខ្ញុំគ្រាន់តែចង់បង្រៀនអ្នកពីការពិតទំនុកចិត្តរបស់ស្ត្រីវាមិនដែលត្រូវបានផ្ដល់ឲ្យដោយបរិសទេ
បងស្រីយាយរំលៀកផ្ទះនេះសម្រាប់ខ្ញុំបោះឡានផ្ទះឲ្យខ្ញុំលេងហាហាហាមិនអាចក្រោកឡើងបានទេតើអ្នកដឹងទេថាតម្លៃនេះប៉ុន្មានដាបៃអ្នកមិនអាចមានលទ្ធភាពសំបីតែប៊ូតុងមួយប្រសិនបើអ្នកធ្វើវាពេលជាគុំយកចិត្តទុកដាក់ចំពោះមនុស្សឈួតយកពួកគេចេញឲ្យលឿននេះគឺជាការបោះពុម្ពជាតិមានកំណត់ចំនួន3កាត់ខ្មៅផលិតកម្មខ្ពស់បំផុតរបស់ក្រុមហ៊ុន Session K Group អ្នកគឺជាស្ត្រីចំណាស់ជាងគេនៅក្នុងអាណាចក្រអាហារសម្រន់ក្មេងខ្វាក់ភ្នែកគុំឲ្យគាត់បំភ័យអ្នកគាត់គ្រាន់តែនិយាយខ្លួនឯងថាឪពុករបស់គាត់បានផ្ដល់ការដល់គាត់ជាអ្នកមានបាត់ Nobel ដូចអ្នកដែរចេញក្មេងស្រីនៅអាយុនេះចូលចិត្តធ្វើវិវរណៈបំផុតនេះមិនមែនជាកូនស្រីតតែសោះល្អបំផុតគាត់គ្រាន់តែជាតួអង្គកំឡុងពេលប្រដាប់ក្មេងលេងដែលត្រូវបានគេបោះចោលការទូទាត់បានជោគជ័យ Enpon Rumb 888លានយន្តម៉ាក់របស់ខ្ញុំមិនចូលចិត្តនិយាយជាមួយឧស្សាហកម្មបំពុលខ្យល់ទេស្នាក់នៅក្នុងចន្លោះដូចគ្នាធ្វើឲ្យផាំងទាំងពីរនេះមើលទៅមិនស្អាតបោះវាចោលមេងឡាវតូបកុំខ្លាចអីកាតរបស់ខ្ញុំនៅផ្ទះត្រូវបានបញ្ឈប់ហើយខ្ញុំនៅតែមានវាបោះលូតអ្នកយឺតហើយចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមើលថែអ្នកនិងម្ដាយរបស់អ្នកភ្នែក8.8លានមិនលូតលាស់យូរទេសិនឈៀវសៀវតើអ្នកជានរណាតើខ្ញុំគួរប្រើលុយឬអំណោយជីវិតភ្នែក888លានភ្នែកក៏មិនដុះវែងដែរសិនឈៀវសៀវតើឪពុករបស់អ្នកបានផ្ដល់ប្រយោជន៍អ្វីដល់អ្នកសូមឲ្យអ្នកទៅកាន់ខ្សែស្រឡាយមាសរបស់គាត់ថៅកែលូតើអ្នកមានភាពធូរស្រាលពេកទេនោះក៏ព្រោះតែឪពុករបស់ខ្ញុំស្រឡាញ់ខ្ញុំអាចចំណាយវាតាមដែលខ្ញុំចង់បានដោយសារតែអ្នកចូលចិត្តលុយខ្លាំងណាស់បន្ទាប់មកខ្ញុំនឹងប្រមូលសម្បកសម្រាប់អ្នកនេះគឺជាភាគហ៊ុនឯកជនរបស់ខ្ញុំមានតម្លៃ800លានកាន់គាត់ទៅបែកជាមួយបរិសុទ្ធចំណាស់នោះភ្លាមបន្ទាប់ពីជីវិតរបស់អ្នកវាអាចជាកម្មសិទ្ធិរបស់ខ្ញុំតែលោកគិញសេល្ងងនេះខុសដែលសម្រាលបានឪពុកនិយាយដោយស្មោះត្រង់នេះកញ្ញាមិនដឹងទេអ្នកបានទុកចំណាំមួយរហ័សគ្រាន់តែប្រើម៉ាស៊ីននោះរោបនេះគឺជាការខ្ជិះខ្ជាយពេលវេលាតើអ្នកជិះចាប់ទេនិយាយតើវាជិះចាប់នៅណានៅទីនោះរូជិនសេបន្ទប់សុខភាពរបស់អ្នកខូចសម្រាប់អ្នកខ្ញុំមិនដែលធ្លាក់ចូលទៅក្នុងពិភពលោកនេះពីមុនមកទេដានាំខ្ញុំទៅកាន់ពិភពលោករបស់អ្នកឥឡូវនេះភ្លាមត្រូវវ័យក្មេងខានសុខពិតជាធុញណាស់ខ្ញុំផ្ទាល់នឹងនាំអ្នកទៅធ្វើការថ្ងៃនេះថៅកែខុសខ្ញុំជាចៅវាយពេលអ្នកស្នាក់នៅឡានក៏យ៉ាប់ហើយដាវក៏អាក្រក់ដែរចង់បានប្រភេទអាក្រក់បំផុតបាត់ពាក្យដ៏វែងរបស់បងស្រីខ្ញុំពិតជាហិរណាស់តែម្នាក់ឯងបងប្រុសនេះមានភេសជ្ជៈវាឈឺបងប្រុសអនុញ្ញាតឲ្យទៅប៉ះគាត់ម្ដងទៀតដោយដៃខ្វក់របស់អ្នកខ្ញុំនឹងឲ្យគ្រួសាររបស់អ្នកមើលវានៅសៀងហៃមិនអាចកិច្ចបានសំបីតែអាហារមួយផ្លែតរមៀលលូធីងបានស្លាប់ហើយអ្នកឃើញការនិយាយឥតប្រយោជន៍ក្នុងលោកអ្នកក៏មិនស្លាប់ដែរតើដៃទាំងនេះនៅតែអាចការពារខ្ញុំបានទេអ្នកមិនចង់គិតអំពីវាទេតើតាមផ្លូវមានរឿងធំមួយបានកើតឡើងកញ្ញាលូធីងនាមទី2កាន់ដាវរបស់បរិសុទ្ធចំណាស់មនុស្សចាស់ទាំងនោះនៅក្នុងក្រុមប្រឹក្សាពិបាលពិតជាបានរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីឧទាមវងធំព្រះមានបន្ទូលថាผู้ជប់ការរបស់អ្នកគម្រោង Snow ដែលអ្នកទទួលខុសត្រូវTencent គឺជាភោជនីយដ្ឋានសង្វាក់មួយនឹងមានទំព័រសកម្មនៅថ្ងៃស្អែកគួរឲ្យអាណិតណាស់ម្សិលមិញខ្ញុំបានទៅលេងធំផ្សេងអ្នកគ្រប់គ្រងអាហារសរីរាង្គអ្នកគ្រប់គ្រងលុយពិតពួកគេឥឡូវនេះបន្លែបៃតងសរីរាង្គមួយអោននឹងទៅហូបចាស់មួយដុំខ្ញុំនឹងមិនផ្ញើវាទៅអ្នកទេមិនមានឈ្មោះគ្រួសារលូទេតើអ្នកប្រើអ្វីដើម្បីចាប់ផ្ដើមអាជីវកម្មខ្ញុំណែនាំអ្នកភ្លាមយកបរិសុទ្ធអ្នកភូមិដែលលក់ផ្ទះនឹងឡានចោលផ្ដល់ឲ្យខ្ញុំនៅការចាប់ផ្ដើមដើម្បីសាងភាពកំហុសរបស់ខ្ញុំប្រឆាំងនឹងសេចក្តីស្លាប់ហើយអ្វីបានជាអ្នកមិនអន់ក្បាលរបស់អ្នកយ៉ាងលឿនតើអ្នកចង់មើលឧស្សាហកម្មរបស់គ្រួសារលូទេតើវានៅក្នុងដៃរបស់អ្នកវិញទេខ្ញុំលូថេងចាប់ផ្ដើមពីដំបូងឥឡូវនេះខ្ញុំនឹងមិនទទួលរងការបង្ហូរឈាមអ្នកណាឡើយអស់រដូវប្រើផលិតផលរាប់រយរបស់យើងនៅទូទាំងពិភពលោកអ្នកគ្រប់គ្រង Dengeli ដ៏ទូលំទូលាយអ្វីគ្រប់យ៉ាងបានធ្លាក់ចុះលុយនៅម៉ោង8ព្រឹកថ្ងៃស្អែកខ្ញុំចង់បានម៉ាស៊ីនការពារគ្រាប់កាំភ្លើងចំនួន12ដើម្បីដឹកអ្នករាល់គ្នាទៅមើលសាច់គោលីជាដែលឆ្ងាញ់ជាងគេឆ្អឹងនេះនឹងគួយទៀវក្រាស់ Pickle Shanghai Detective សម្រាប់ខ្ញុំប្រញាប់ឡើងបរោះមានមោទនភាពគ្រួសារទាំងមូលគួរតែដើរយឺតពេលលេងនាយកជាទីគោរពមើលខ្ញុំមិនអាចចូលភោជនីយដ្ឋានបានទេតើត្រូវប្រើអ្វីដើម្បីបើកភ្នែករបស់អ្នក6ផោនអ្នកចាញ់មនុស្សម្នាក់អាចបង្រៀនទីតាំងរបស់មនុស្សម៉ាស៊ីន
ខ្ញុំក៏មិនគិតអំពីវាដែរថៅកែលូយកគូតរបស់អ្នកមករកខ្ញុំនេះជាពេលដែលខ្ញុំយកឡានមកទីនេះកម្ពុជា skills របស់ពិភពលោកគឺនាំមុខតើវាគ្រប់គ្រាន់ដើម្បីវាយមុខគេទេជាងតូចដោយសារយើងទាំងអស់គ្នាជាគ្រួសារមានតែនៅក្នុងក្រុមនេះប៉ុណ្ណោះគ្រាន់តែទៅដោយផ្ទាល់ទៅអូគីរ៉ានៅក្នុង Road City វាគ្រាន់តែដោះស្រាយស្ថានភាពស្រីក្តៅការចូលលក់ពណ៌នារីជាបន្ទាន់វិញបុរសចំណាស់អ្នកស្បែកក្រាស់ណាស់នេះជាឡានពិតវាជាព្រះទូតរបស់ខ្ញុំផ្ដល់ឲ្យលូថេងនៅខាងពុកផ្ទាល់ខ្លួនខ្លះ Lordship Group ចង់បានអាចបង3ដងនៃតម្លៃសាកល្បងនឹងខ្ញុំចង់ឲ្យលូថេងលើកជង្គង់ចុះពរជ័យសម្រាប់ភោជនីយដ្ឋានប៊ូស្រស់ស្រាយចាក់លុយខ្លះបើកឡានចុះក្រោមតើអ្នកសុបិនទេតើអ្នកបានលុយច្រើនពីណាពីកំហុសមួយរថយន្តទាំងនេះត្រូវតែត្រូវបានមើលដោយប្រុងប្រយ័ត្នកុំឲ្យគាត់ផ្លាស់ប្ដូរអ្នកប្រធានសាកល Nation Changer ទំនិញផ្ទាល់ខ្លួននៃភាពតឹងតែងអ្នកណាហ៊ានផ្លាស់ទីលូឈីនយ៉ាអ្នកមិនថ្លៃទេមែនទេយកព្រមថៅកែលូទិញគ្រឿងផ្សំមួយបាច់នេះច្រើនពេកមានតែអាហារប៊ូស្រស់របស់អ្នកប៉ុណ្ណោះដែលអាចប្រើបាននៅក្នុងទីក្រុងសៀងហៃភោជនីយដ្ឋាន Lucas ផ្សេងទៀតគ្រាន់តែរងចាំការបិទនៅថ្ងៃស្អែកកូនស្រីឲ្យម៉េចមិនត្រឡប់មកសុំទោសក្លិនក្រអូបនៃស្ថានសួគ៌ព្រះដ៏មានមោទនភាពជ្រាលជ្រៅតើអ្នកលាក់រឿងប៉ុន្មានពីខ្ញុំលោកចៅវាយលូខ្ញុំមិនទាន់បាននិយាយបែបនោះទេខ្ញុំឈឺស្ងួតនេះគឺជាអាហារពិតវាគ្រាន់តែជាការបាញ់ទឹករបស់គាត់គឺជ្រាលជ្រៅតើអ្នកគិតថាខ្ញុំដែលជាកង់ម៉ាញេទិករបស់លោកអ្នកទេមានបរិបទផ្សេងមកជាខ្ញុំតើឪពុកនោះអាយុប៉ុន្មានផ្ដល់ឲ្យអ្នកនៅកាតនេះតើខ្ញុំចង់ឲ្យអ្នកធ្វើអ្វីគាត់តាមឆ្នាំ50ចិត្តអាក្រក់ណាស់ខ្ញុំចូលចិត្តបោះលុយឲ្យមនុស្សបំផុតមិនថាគាត់រីដល់ប៉ុន្មានទេខ្ញុំលូថេងសេមានធម៌ពោខ្លាំងជាង10ដងបន្ទាប់ពីអ្នកមិនត្រូវបានអនុញ្ញាតឲ្យតាក់ទងគាត់ទេបុរសចំណាស់ស្ដាប់អ្នកខ្វាក់ភ្នែកខ្វាក់អ្នកពិការភ្នែកខ្ញុំចង់ក្លាយជាកូនប្រសាររបស់ Shanda Cheng វាអាស្រ័យលើថាតើអ្នកមានវាទាំង Lena Castillo ខ្ញុំបានសម្ងួតគុយទាវមួយចាននេះផ្លុំដប់ស្រានេះបើហ៊ានសរសេរខ្ញុំនឹងទទួលស្គាល់ថាអ្នកមានឆន្ទៈប៉ាឯងឈួតហើយគាត់មានវិញ្ញាបនបត់និងបញ្ហាសុខភាពធ្ងន់ធ្ងរបុរសតូចព្រះរបស់ខ្ញុំអ្នកមិនចាំបាច់បំផ្លាញរាងកាយរបស់អ្នកឲ្យក្លាយជាបែបនេះទេតើអ្នកណាហ៊ានបង្ខំគាត់ឲ្យញ៉ាំថែរក្សាខ្ញុំជាមុនសិនខ្ញុំយល់ច្រឡំណាស់ក្មេងប្រុសខេនសៃកូនស្រីរបស់ខ្ញុំនឹងការពារអ្នកកូនអ្នកបានប្រឡងជាប់ហើយប៉ុន្តែអ្នកត្រូវផឹកស្រាដែលឆេះមួយពេងនេះលោកខេញៀនតើអ្នកល្ងងមែនទេខ្ញុំមិនដឹងពីរបៀបផឹកទេប៉ុន្តែខ្ញុំនៅតែសមជាងកុំប៉ះខ្ញុំគ្មានអ្នកណាប៉ះខ្ញុំទេក្រៅពីប្រពន្ធខ្ញុំប៉ាជួយយកគាត់ពេលកូនសម្រាកវិហាររបស់ព្រះទើបតែពេលនេះឯងថែមទាំងហ៊ានតាំងនឹងឪពុកខ្លួនឯងទៀតព្រោះតែខ្ញុំតើខ្ញុំមនុស្សរបស់អ្នកលូស៊ីងស៊ីអ្នកក្រោកឡើងមុនបើអូនមិនអីទេខ្ញុំនឹងឲ្យកន្លែងអ្នកលេបថ្នាំពីកុមារភាពរហូតដល់ពេញវ័យពួកគេគ្រាន់តែឲ្យខ្ញុំញ៉ាំអាហារទាំងនោះវគ្គសិក្សាសំខាន់នៃទឹកគ្មានរសជាតិគ្រាន់តែប្រាប់ខ្ញុំពីរបៀបធ្វើឲ្យល្អឥតខ្ចោះម៉ាស៊ីនសុខភាពមានតែអ្នកប៉ុណ្ណោះតតែជូនបុណ្យបាយឆាគ្រឿងទេសគឺជាចាប់ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំនៅមានជីវិតឈាវឈើទាញវាមកវិញតែម្ដងយកព្រមកាលណាខ្ញុំមើលក្មេងថេងសេកាន់តែច្រើនខ្ញុំកាន់តែចូលចិត្តគាត់ថ្ងៃល្អចំនួន8នៅដងខែក្រោយទាញដោយផ្ទាល់ពីព្រលឹងទាញព្រលឹងចេញសេនដុងអ្នកពិតជាត្រូវបានលក់ជួយរាប់លុយផងមើលថាតើនេះជាអ្វីកូនស្រីរបស់អ្នកវាមិនមែនជាស្នេហាពិតតតែសោះគ្រាន់តែថាដើម្បីទទួលបានកំណត់ត្រាគ្រួសារលូថេងឆេបានប្រើឧបករណ៍មួយដែលត្រូវបានលួចពីគាត់គ្រប់ពេលប៉ាសុំពន្យល់ខ្ញុំនោះគឺជាការចាប់ផ្ដើមលូថេងឆេល្អណាស់ដែលប្រើកូនស្រីរបស់ខ្ញុំដែលជាចៅក្រមនៃសេចក្តីស្រឡាញ់ជាឧបករណ៍នៃអំណាចនយោបាយពូហ្វឺវាជាខែកក្កដាដំបូងបន្ទាប់មកខ្ញុំស្មោះត្រង់ចំពោះឈៀវឥឡូវនេះមូលធននិយមចុះដល់ស្នូលរបស់គាត់អ្នកដឹងពីអត្ថន័យនៃការស្មោះត្រង់ឈៀវមកជាមួយខ្ញុំដើម្បីចំណាយលើអាពាហ៍ពិពាហ៍នេះខ្ញុំក៏មិនចង់ញ៉ាំវាដែរ
ដំណោះស្រាយនឹងតែងតែត្រូវបានអនុម័តផ្លូវឈ្មោះទៅមុខឥឡូវនេះគឺក្រុមថែទាំសុខភាពខ្ញុំបាននិយាយវាអ្នកខូចទាំងស្រុងអ្នកគឺជាមនុស្សខ្លាំងៗដែលត្រូវបានផ្លន់អំណាចអ្នកជាប្រពន្ធដែលខ្ញុំមិនទាន់បានមកវិញតើនាងគួរទៅដោយរបៀបណានេះមិនមែនជាការនិយាយនៅទីក្រុងសាអ្នកស្អប់ការដុតផ្លូវដល់ល្បីទេលោកលើនិយាយតារាបណាអ្នកលុតជង្គង់ចុះឥឡូវនេះចេញពីលីរបស់ខ្ញុំរកប្រាក់ពីការឆ្លងកាត់វីដេអូគាត់នឹងផ្ដល់រង្វាន់ដល់អ្នក100,000 យន់3 ដងនៃប្រាក់អាហ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 ាអាហ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 ាគាត់បានតស៊ូយ៉ាងខ្លាំងដើម្បីបញ្ជាក់តើអ្នកមានគម្រោងត្រឡប់មកវិញដោយរបៀបណាខ្ញុំបានដឹងកន្លះឆ្នាំមុនថាគាត់ជាសង្គ្រាមคล้ายៗក្រុមហ៊ុនខ្សែនៅក្រៅប្រទេសដែលគាត់បានផ្ទេរមូលនិធិវាជាហ្គេមទាំងអស់ដែលខ្ញុំបានរៀបចំជាមុនតារាបណាខ្ញុំបិទបណ្ដាញគាត់បានប្រជុំមុខនឹងភារកិច្ចរបស់គាត់ភ្លាមការកាត់ទោសក្នុងករណីខ្លាញ់បន្លំប៉ុន្តែឥឡូវនេះសំណាញ់ត្រូវបានបិទត្រូវការកាត់ទងជាតិរបស់លឺឆេជីវិតនៃភស្តុភារដែលពាក់ព័ន្ធគឺពេញក៏បានបិទក្របដែរការលើកទឹកចិត្តពីមុនរបស់ខ្ញុំនៅទូទាំងក្រុមប្រឹក្សាភិបាលភាពខុសគ្នាតែមួយគត់គឺថាអ្នកបាន face ប្រហែសនៅទីបញ្ចប់កាត់ជីវិតរបស់អ្នកទៅខ្ញុំនឹងទុកអ្នកឲ្យទាហានកូរ៉េទាំងអស់ដែលកំពុងដំណើរការក្រឡាចត្រង់ត្រជាក់នៅលើផែនដីតារាបណាអ្នកហៅខ្ញុំឥឡូវនេះអ្នកទៅឲ្យគាត់នៅស៊ីងហៃសិននាយកជាទីគោរពចាប់ពីថ្ងៃនេះទៅLush Group ផ្លាស់ប្ដូរទីដៅរបស់ខ្លួនទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្ញុំដែរច្រើនរាល់ការដឹកជញ្ជូននៅក្រៅប្រទេសរបស់យើងត្រូវបានកាត់ផ្តាច់លើពីនេះកាន់ន័យដែលអ្នកផ្ទេរទៅឲ្យខ្លួនឯងត្រូវបានប៉ូលីសចាក់សោអ្វីអ្នកឯងច្បាស់ជាខូចហើយគ្រាន់តែដើម្បីណែនាំអត្តសញ្ញាណបច្ចុប្បន្នរបស់ខ្ញុំគឺខែនេះនឹង Radbox Changer Group កូនប្រសារនៅផ្ទះយកទៅឆ្ងាយខ្ញុំបានលើអំពីចៅប្រុសរបស់ខ្ញុំសម្រាប់បណ្ណាល័យភូមិដែលមានក្លិនដូចបារីទេសចរដើម្បីធ្វើឲ្យលោកកាមានអាយុ100 ឆ្នាំទៅមុខខ្ញុំនឹងទៅខ្ញុំចង់ឃើញអ្នកណាហ៊ានចូលទ្វារគ្រួសារលោករបស់ខ្ញុំគឺអ្នកក្បាលទីព្រៃដែលជក់បារីចៅប្រុសរបស់ខ្ញុំត្រូវបានគេប្រើដើម្បីសុកអេកសេស៊ីកុំឲ្យគាត់សំបីតែចង់ខ្លាចជាអ្នកស្នងរករបស់គ្រួសារលោកស្ត្រីចំណាស់សុំកែខ្ញុំវាមិនមែនថាគាត់មិនចង់បានគ្រួសារលោកទេវាជាព្រះរបស់ខ្ញុំជាអភ័យខ្ញុំមិនគិតថាគាត់ធ្វើបានល្អទេខ្ញុំបានសុំឲ្យគាត់បោះបង់ចោលអត្តសញ្ញាណរបស់គាត់ជាអ្នកស្នងរកស្ត្រីចំណាស់សុំកែខ្ញុំវាមិនមែនថាគាត់មិនចង់បានគ្រួសារលោកទេវាជាព្រះរបស់ខ្ញុំជាអភ័យខ្ញុំមិនគិតថាគាត់ធ្វើបានល្អទេខ្ញុំបានសុំឲ្យគាត់បោះបង់ចោលអត្តសញ្ញាណរបស់គាត់ជាអ្នកស្នងរកស្ត្រីចំណាស់សុំកែខ្ញុំវាមិនមែនថាគាត់មិនចង់បានគ្រួសារលោកទេឆេនឈៀមយកមើលទៅគួរឲ្យអាណិតគាត់ណាស់មែនវាវលេបានទទួលយកគាត់ជាដាល់ឆេមិនក្រអឹកក្រទុំហ៊ុនលូកានៅក្មេងនឹងបាក់ទឹកចិត្តខ្ញុំរីករាយដែលអ្នកមានជោគដ៏អាក្រក់បែបនេះហើយរូបភាពនេះខ្វក់ណាស់ខ្ញុំចង់យកវាទៅឆ្ងាយអាចនេះជាមនុស្សដែលគ្រួសារស៊ីងហៃតាន់ឡើយឈានជ្រើសរើសឲ្យធ្វើជាមេផ្ទះប៉ូលីសតើ3នាក់អ្នកព្យាយាមខ្លាចជាគ្រឿងទេសប្រសិនបើអ្នកអាចចំណាយពេល1នាទីភ្នែកវេទមន្តបញ្ជាក់ពីដើមនឹងពូជនៃគុយទាវក្នុងរាត្រីទាំង3នេះខ្ញុំនឹងឲ្យអ្នកចូលបើមិនដូច្នេះទេចូលចេញពីទីក្រុងស៊ីងហៃភ្លាមដោយអារម្មណ៍នៃការនិយាយដើមរបស់អ្នកយាយកុំធ្វើបាបអ្នកដទៃពេកបានផ្លាស់ប្ដូរស្ត្រីចំណាស់ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកតើអ្វីជាកម្ពុជាពិតប្រាកដរបាពីផលនៅយប់ដំបូងផលិតនៅឈុនលីវសេជុនវាជាការអាណិតដែលកំដៅលើពីពាក់កណ្ដាលថ្ងៃក្នុងអំឡុងពេលស្ងួតក្លិនក្រអូបបាត់4 ដបតើអ្នកដឹងរឿងនេះដោយរបៀបណាស្ត្រីចំណាស់តើអ្នកគិតថាអាហារពេលល្ងាចរបស់យើងជាមួយ Pistol Changer គ្រាន់តែជារឿងលេងផ្ទះទេពេលខ្ញុំអាយុ3 ឆ្នាំប៉ារបស់ខ្ញុំបានបោះខ្ញុំចូលក្នុងគំនរគ្រឿងទេសដើម្បីអ្នកមានមោទនភាពចំពោះជំនាញអ្នកកំបាំងរបស់អ្នកទេវានៅកន្លែងរបស់យើងវាគ្រាន់តែជាការប្រឡងណែនាំសម្រាប់មុខងារតូចនៅផ្នែកខាងក្រោយប៉ុណ្ណោះពាក្យតិចតួចនឹងពណ៌សាច់តើការស្គាល់អាហារហើយមានន័យដូចម្តេចអ្នកអាចពាក់វានៅនឹងកន្លែងសូមឲ្យទស្សនិកជនទាំងមូលសាច់ស្គីវសម្រាប់ការប្រតិទោសយកផ្ទះខ្ញុំមកវិញបិទជាប់មិនស្អាតគ្រាន់តែញ៉ៃញ៉ៃមាននរណាម្នាក់មកច្រឡំម្ចាស់ផ្ទះរបស់គាត់សាច់ជ្រូកតូចរបស់ម៉ាក់ឆ្ងាញ់ណាស់នេះគេហៅថាសិល្បៈហត្ថកម្មមិនមែនជាការកាច់ដៃទេខ្ញុំមិនអនុញ្ញាតឲ្យអ្នកបត់យូមីអ្នកបានប្រឆាំងនឹងក្របថេងជាតិសម្រាប់អ្នកក្រៅអ្នកគួរតែពង្រឹងខ្ញុំបានស្ដាប់អ្នកអស់រយៈពេល20 ឆ្នាំមកហើយញ៉ាំស្បៃស្នោជារៀងរាល់ថ្ងៃហើយនិយាយពោជារៀងរាល់ថ្ងៃជាលទ្ធផលខ្ញុំទទួលបានដីកាដាក់ពន្ធនាគារហើយក្លាយជាអ្នកស្លាប់រស់វាជាចានតូចមួយដែលមានមីបុកគ្នាចង្ក្រានចំហុយបានធ្វើឲ្យខ្ញុំមានជីវិតឡើងវិញគាត់មិនមែនជាអ្នកខាងក្រៅទេគាត់គឺជាប្រពន្ធទី2របស់ខ្ញុំអ្នកណាហ៊ានចេញមុខមកជន់ខ្ញុំមុនគេឡហេតុអ្វីបានជាអ្នកខឹងខ្ញុំស្ត្រីចំណាស់
ស្ត្រីចំណាស់នេះគឺជាជំងឺឈាមធ្ងន់ធ្ងរអ្នកត្រូវចាក់ថ្នាំធម្មតាភ្លាមការចាក់ថ្នាំប្រភេទណាមានទុកថយនឹងស្ទះសរសៃឈាមនៅក្នុងថ្នាំទៅផ្ដល់ឲ្យខ្ញុំនៅអ្វីដែលធ្វើឲ្យយឺតធំវែងសម្រាប់នឹងជាទឹករុកជាតិថប់ទៀតតើក្លិនរុកជាតិអាហារពិសប្រភេទណាដែលអ្នកកំពុងធ្វើខ្ញុំនឹងមិនយល់ព្រមពីអ្នកទេគួរឲ្យអាណិតណាស់សន្សំធម៌ពលរបស់អ្នកឲ្យសម្រាប់ស្ត្រីចំណាស់អ្នកជឿជឿរបស់អ្នកដោយសារតែអ្នកពាក់ពងបែកពេញមួយឆ្នាំហើយឆាឆាយបានចាប់ផ្ដើមរួចហើយអតីតគ្រួសាររបស់អ្នកឆ្លក់វង្វេងនឹងការសង្គ្រោះមុខនឹងទុកលំបាកផឹកញើបន្តិចជំរាបសួរអាវុធប្រាក់ចម្លែកទាំងនោះនៅក្នុងទ្វារបង្ហូរវាទាំងអស់សម្រាប់ខ្ញុំមិនដែលនិយាយថាមើលទេខ្ញុំទៅតែបាត់តបនៅវ័យចំណាស់នេះដោយប្រយោលបំបែកការផ្គត់ផ្គង់ទឹកនៅរដូវក្តៅនេះចាស់ពេកហើយយល់ច្រឡំអ្នកមិនសមនឹងនៅផ្ទះជិះលូតតែសោះថ្ងៃនេះខ្ញុំនឹងតំណាងឲ្យខាងក្រៅខ្ញុំជឿថាគាត់អាចរស់នៅតាមទូនីតិជាមេគ្រួសារពាក្យដ៏ខ្ពស់ដែលបន្លាចអ្នកលោកយាយរឿងនេះកំពុងបន្តវគ្គនៃការជែកអំពីការពាក់រៃនិងការលើកកម្ពស់ចរាចរណ៍ឈាមតើអ្នកណាហ៊ានបោះជំហានទៅមុខខ្ញុំបានយកខ្សែនាងហើយបញ្ចូលវាចេញនាងគឺជាភរិយារបស់ខ្ញុំដែលត្រូវបានគេដាក់ឈ្មោះថាចេញក៏បន្ទាប់ពីការស្លាប់របស់នាងផ្ដល់ឲ្យខ្ញុំនៅប្រយោគទាំងអស់នេះជាយល់អ្នកមានរាងកាយរឹងមាំយាយអរគុណអ្នកនៅថ្ងៃនេះមើលពីរបៀបដែលអ្នកពាក់ប៉ូស្លាញពណ៌បៃតងវាធ្វើឲ្យខ្ញុំនឹកឃើញដល់ប្អូនប្រុសរបស់ King Sen នាពេលនោះវាស្នាស្រាលវាគឺដោយសារតែការស្លាប់ដែលខ្ញុំបានគ្រោងទុកកាលពីមុនច្បាប់នឹងការបណ្ដុះបណ្ដាលសម្ពាធខ្ពស់សម្លេងភ្លើងបង្ខំឲ្យខ្ញុំសម្រាកយូចេងបានធ្វើអត្តភាពដោយលុបពីលើអគារបន្ទាប់ពីដាក់នៅភាពសិទ្ធិធ្ងន់ធ្ងរ Ching Si បានឃើញការស្លាប់របស់បងប្រុសគាត់ចាប់តាំងពីពេលនោះមកគាត់បានចាក់សោកខ្លួនឯងនៅក្នុងបន្ទប់សុខភាពខ្លាយជាម៉ាស៊ីនគ្មានអារម្មណ៍ច្បាប់នៃគ្រួសារលោករបស់អ្នកគឺល្អណាស់សម្រាប់គាត់ខ្ញុំមកហើយទៅខ្ញុំនឹងយកគាត់ទៅខេត្តស៊ីជូនវិញខ្ញុំនឹងនាំនាងត្រឡប់ទៅខេត្តស៊ីជូនវិញប្រើ Pyrotechnics របស់យើងចាប់នាងមកវិញក្រុមគ្រួសារលោកបេងលែងបានកើតសម្រាប់លើចិត្តឲ្យបានល្អដើម្បីពន្លត់ភ្លើងខ្ញុំមិនអាចប្រកែកបានដោយឆោតល្ងង់បងធំរឿងនេះល្ងង់មែនទេតើខ្ញុំគួរជួបគ្រូពេទ្យវិកលចរិតទេវិកលចរិតគឺគ្មានប្រយោជន៍ទេនាងបានស្នាក់នៅទីក្រុងសៀងហៃអស់រយៈពេល20ឆ្នាំកាលណាខ្ញុំមើលវាកាន់តែច្រើនវាកាន់តែវិជ្ជមានពិនិត្យមើលគ្រូពេទ្យរបស់លោកឈួនពួកគេជាជនជាតិស៊ីឈួនគ្មានមន្ទីរពេទ្យណាដែលមិនអាចខ្ចប់ចេញបន្ទាប់ពីអាហាររួចនោះទេបរោះតាក់ពង្រាយនៅទីធ្លាញ៉ាំនឹងផឹកជំនួសវិញកម្មជួយស៊ីឈួនរបស់យើងមនុស្សសំខាន់បំផុតលោកឈីងស៊ីបងប្រុសសង្ឃឹមថាអ្នកអាចទៅមើលគាត់នេះជាការរស់នៅដំបូងគ្រាន់តែបើកមាត់របស់អ្នកចុះតាមប្រទេសអ្នកគ្រាន់តែដឹងតើវាល្អប៉ុណ្ណាដែលនៅមានជីវិតឈីងស៊ីភ្ញាក់ឡើងដោយមិននឹកស្មានដល់គ្រាន់តែគុំនៅទំនេរគ្រួសារនៃព្រះរបស់យើងកុំបរិភោគអង្ករចំការសាច់ថ្ងៃនេះអ្នកមិនត្រូវបានអនុញ្ញាតឲ្យញ៉ាំរហូតដល់អ្នកបញ្ចប់ការស្លៀកពាក់ល្អប៉ោព្រះអ្នកបានចេញទៅក្រៅជាមួយខ្ញុំខ្ញុំឮថាអ្នកនាំសៀងហៃមកជាមួយមុខស្អាតរបស់នាងត្រឡប់មកវិញហើយមួយនេះដែលមានស្បែកស្ដើងនិងសាច់ទន់នៅតែត្រូវបានគេយកទៅដាក់នៅលើផ្ទះជាយល់យ៉ាងសេអាចការពារអ្នកពីជំងឺនេះបានទេសម្រាប់គាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានរៀបការជាមួយខ្ញុំជើធានបិទថ្ងៃអាទិត្យគាត់គឺជាបុរសរបស់ខ្ញុំរបៀបតើបុរសប្រភេទណាដែលលាក់ខ្លួនពីនារីត្រូវមានចិត្តក្រោកឈរយើងធ្វើតាមច្បាប់សម្រាប់បុរសផឹកស្រាអ្នកណាដួលមុនគេអ្នកណានឹងចេញដោយស្វ័យប្រវត្តិការផឹកស្រាគឺជាល្បែងសម្រាប់មនុស្សព្រៃខ្ញុំចូលចិត្តបំផ្លាញស្រូវពីក្នុងរយៈពេល3នាទីបើកដំណើរការអនុភាពទីផ្សារបន្តបន្សំក្រោមការខ្វះខាតរបស់ Xiao Jiamen ក្រុមហ៊ុនស្នេហាត្រជាក់ធំជាងគេទាំង3តើអ្នកកំពុងធ្វើពុតជាអ្វីថ្ងៃអាទិត្យអ្នកល្ងងផ្លូវណាដែលអនុញ្ញាតឲ្យព្រះភាគហ៊ុនរបស់ក្រុមរបស់យើងប្រមូលផ្ដុំដោយដើមទុនរាប់រយពាន់លានដើម្បីប្រមូលផ្ដុំសារអគ្គិសនីបើមិនចូលថ្នាក់វិញខ្ញុំនឹងបំបែកជើងរបស់អ្នកមិត្តភក្តិរបស់អ្នកបងធំខ្ញុំបានឮថា King Se ត្រូវបានបិទទាំងស្រុងនៅក្នុងសេជួនតាមពិតអង្គុយនៅទីធ្លារោមសាច់អាំងដោយដៃស្ថានភាពផ្លូវចិត្តរបស់គាត់អ្នកមិនសមនឹងនៅទីនេះតតែសោះអ្នកគឺជាមនុស្សពេញវ័យខ្ជូយ៉ានតើអ្នកកាន់អ្វីនៅក្នុងដៃរបស់អ្នកអ្នកមិនពាក់ស្រោមដៃទេយករបស់បែបនេះពីតូបនៅតាមផ្លូវប៉ានេះជាសញ្ញាអាសន្នដែលប្រពន្ធខ្ញុំទិញឲ្យខ្ញុំក្រអូបណាស់វាហាក់ដូចជាថាប៉ុន្មានថ្ងៃនេះនៅពេលដែលខ្ញុំទៅឆ្ងាយបរិយាកាសក្នុងគ្រួសារលោកប្រែជាស្ងប់ស្ងាត់ម្ដងទៀតជូនដំណឹងខ្ញុំបានជំនួសក្រែធម្មតាទាំងអស់នៅក្នុងផ្ទះនេះបដូរទៅជាពណ៌ត្រជាក់ដែលជាយកចូលចិត្តចាប់ពីថ្ងៃនេះទៅផ្ទះរបស់លូលែងជាបន្ទប់ថែទាំសុខភាពទៀតហើយមនុស្សមិនស្មោះត្រង់ចេញឥឡូវនេះជីដូនខ្ញុំបានទៅស៊ីឈួនញ៉ាំអាហារហើយច្រើន
ពាក់ច្រើនខ្ញុំបានរកឃើញផ្ទះព្រេងមនុស្សនឹងមិនស្លាប់ទេស៊ីឡាដុនចៅប្រុសល្អរបស់ខ្ញុំទីបំផុតអ្នកបានរស់ឡើងវិញយាយសុំទោសអាណិតបងប្រុសទេជីដូនវាចប់ហើយវាគឺជាកៅដែលទាញខ្ញុំចេញពីឋាននរកចាប់ចេញវិញ្ញាណរបស់បងប្រុសគឺនៅស្ថានសួគ៌អ្នកក៏នឹងសប្បាយចិត្តសម្រាប់ខ្ញុំដែរកាវតូចអ្នកមានរាងកាយរឹងមាំក៏មានសម្បត្តិដ៏កក់ក្ដៅបំផុតផងដែររឿងត្រជាក់នេះថ្ងៃនេះលោកយាយផ្ដល់វាឲ្យអ្នកជាផ្លូវការផែនការរបស់គ្រួសារលោកសម្រាប់100ឆ្នាំកន្លងមកបន្ទាប់ពីអ្នកមានពាក្យចុងក្រោយយាយកុំបារម្ភចាប់ពីពេលនេះទៅខ្ញុំសន្យាថានឹងទុកឲ្យគ្រួសារលោកវាក្ដៅរាល់ថ្ងៃមិនសមហេតុសមផលតើខ្ញុំនៅបរទេសយូរប៉ុណ្ណាហើយច្បាប់របស់គ្រួសារលោកគឺរញ៉េញ៉ៃផ្លាស់ប្ដូរមុខរបស់គាត់ទៅជាពណ៌ដែលមិនទាន់សម័យនេះតាមរបៀបណាជីដាទី2ហើយអ្វីបានជាអ្នកត្រឡប់មកប្រទេសចិនវិញខ្ញុំនឹងមិនត្រឡប់មកវិញទេគ្រួសារលោកនឹងប្រែក្លាយទៅជាទីផ្សារបន្លែដោយអ្នកខ្ញុំនិយាយថាឯងទៅរើសក្បាលទាស្រុកដែលលក់ទូកកុំភ្លេច Luxury Group ភាពនឹងអនុវត្តស្កលភាពវូបនីយកម្ម2/3នៃលំហូរសាច់ប្រាក់របស់អឺរ៉ុបនិងពាក់កណ្ដាលនៃអាសនៈនៅក្នុងក្រុមប្រឹក្សាពិបាលក្រៅប្រទេសអ្នកទាំងអស់នៅក្នុងដៃរបស់ខ្ញុំថ្ងៃនេះខ្ញុំដាក់ពាក្យនៅទីនេះលោកជាក្រុមប្រឹក្សាពិបាលនៅបរទេសយើងនឹងមិនទទួលយកការទម្លាក់តម្លៃបែបនេះដោយគ្មានការចែកចាយឡើយខ្ញុំនឹងទៅជួបឪពុកម្ដាយគាត់នៅថ្ងៃស្អែកបើគេពិតជាត្រួតត្រៀមនិងមានគំនិតបិទជិតជាមហាសេដ្ឋីបន្ទប់ព្រលឹងនេះខ្ញុំនឹងប្រាប់បច្ចេកទេសលោកព្រះពុទ្ធភ្លាមដើម្បីធ្វើការចាប់ប្រកាន់ទាំងអស់ចប់កូនស្រីពូទី2មានជីវិតពេញក្រៅប្រទេសភាគច្រើនមើលទៅប្រទេសនិងវប្បធម៌ផ្អែកលើប្រសិនបើនាងទៅជួបឪពុកក្មេករបស់ខេងមុខមាររបស់លោកខេងនិងភ្នំហျោឈិងពិតជាខឹងនាងរហូតដល់ស្លាប់កុំខ្លាចខ្មោចតើអ្នកមិនមែនគ្រាន់តែខ្លាចខ្លួនជាមនុស្សចាស់និងជាមនុស្សវប្បធម៌ទេខ្ញុំក៏ធ្លាប់លាក់នឹងរឹងខ្ញុំនឹងបង្ហាញជូនអ្នកនៅថ្ងៃស្អែកប្រសិនបើវាធ្លាក់តើទីក្រុងឡុងស៊ីដនីប្រកម្មអភិជនទៅជាធ្វើឲ្យជីតាទី2យល់ច្រឡំជាងសេងហ្វតផ្ដល់មធ្យោបាយដល់កិច្ចមានឆ្លាក់ខ្ញុំចង់ឃើញតើឪពុកម្ដាយទាំងនេះមានមុខមាត់បែបណាខ្លះកម្មក៏ជាទីស្រឡាញ់របស់ខ្ញុំវាជាព្រឹកដ៏ឆ្កួតមួយសម្រាប់ជាប្រយោជន៍របស់ព្រះតើអ្នកជាពូទី2ដែលមកពីឆ្ងាយមែនទេអ្នកមើលទៅដូចជាសៀវភៅបំបែកខ្ញុំមិនអីទេខ្ញុំគ្រាន់តែមិនមានអ្វីផ្សេងទៀតត្រូវធ្វើបានឆ្លងកាត់តាំងពីលោកព្រះមានរចនាបថបែបអង់គ្លេសតោះទៅក្លឹបឯកជនរបស់គ្រួសារលើថ្ងៃនេះស្វែងយល់អំពីកីឡាអភិជនពិតប្រាកដចុះការភ្លក់តែមិនមានបញ្ហាមើលជានិច្ចខ្ញុំបានឆ្លុះគ្នារឿងម្ទេសអស់30ឆ្នាំមកហើយខ្ញុំមិនជឿថាខ្ញុំមិនអាចទទួលបានតែមួយពែងលោកព្រះទឹកតែនេះសម្រាប់ភ្លក់រសជាតិតែម្សៅត្រូវបានគេប្រើដើម្បីកូរមូលដ្ឋានកំពឹសវាហាក់ដូចជាមានអ្វីមួយសូម្បីតែអ្នកពាក់អាវនៀតវានៅតែយកវាបន្តិចក្លិនដីដែលមិនអាចលុបលាងបានទៅភោជនីយដ្ឋានខ្ញុំឃើញលោកសិនកាន់តែសម្រុំសម្រាប់ការអង្គុយនៅតូលោកសិនអេរីយ៉ាប់ថាតូអ្នកមិនអាចខ្លាយបន្លំវាបានទេផ្លូវស្រពណ៌ស្នេះត្រូវការផលិតផលស្ងប់ស្ងាត់ជំរាបសួរមិនចូលចិត្តហូបអាហារតាមផ្លូវទេចូលចិត្តញ៉ាំស្លឹកខ្លាពេកប៉ារាយការណ៍ពីបន្ទប់ពីគ្រូរបស់គ្រូសាយើងខ្ញុំបានឮថាអ្នកត្រូវតែទទួលយកអាកប្បកិរិយាអាក្រក់របស់អ្នកអតីតកុំចាត់ក្រមាដូចមនុស្សទាំងនេះដោះលែងឡានរថយន្តពន្លឺទេសចរមើលនេះគឺជាសហគ្រិនដែលអ្នកជ្រើសរើសថ្ងៃនេះខ្ញុំនឹងប្រកាសជាប្រធានក្រុមប្រឹក្សាពិបាលនៅក្រៅប្រទេសបន្ទប់ព្រលឹងនេះខ្ញុំមិនដែលយកព្រមទេចង់ចូលមាត់ទ្វារផ្ទះរបស់លូជីវិតបន្ទាប់ខ្ញុំត្រូវការជញ្ជាំងអង្គុយរបស់អ្នកនៅកីឡាករវីកូនគោរបស់អ្នកខ្ញុំបានបញ្ចប់ថ្ងៃហើយល្មមធ្វើពុតជាខូចតើអ្នកជាជនជាតិអឺរ៉ុបដែលមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ការព្យាបាលមែនទេផ្ដល់កំណត់ដល់គាត់ផ្នែកឆ្កែរបស់អ្នកអាចមើលឃើញយ៉ាងច្បាស់នេះគឺជាជំនឿនៃ Zodiac Reset របស់យើងការិយាល័យបុគ្គលិករួមកម្ពុជាចំនួន3នៅអឺរ៉ុបម៉ាកនេះកាត់ផ្តាច់ការផ្សព្វផ្សាយនៅក្រៅប្រទេសរបស់អ្នកដោយផ្ទាល់ឯកសារច្បាប់គ្មានផ្ទះសម្បែងមិនចូលចិត្តខ្ញុំជាកូនស្រីបើកូនប្រសារខ្ញុំមិនបានចាប់ខ្លួនជាឆ្លើយគ្រាន់តែពឹងផ្អែកលើសមត្ថភាពរាងកាយរបស់គ្រួសារលោករបស់អ្នកដើម្បីស្ងួតទន្លេយ៉ាងឆាប់រហ័សអ្នកចង់ឲ្យខ្ញុំពិនិត្យមើលកូនស្រីរបស់អ្នកចេញពីធ្នើអ្នកមិនអាចមើលឃើញទ្វារនិងប៉ះវាខ្ញុំក៏មិនចង់ដែរអ្នកមិនចង់ខ្ញុំក៏មិនចង់ដែរអ្នកមិនចង់ខ្ញុំនឹងជួយអ្នកមើលងាយតែងសិនសៀលរយេហ្វេងលូគីងសេខ្លាញ់ខ្លាយយាយវិញស្ម័គ្រចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួននិងវូចែនក្នុងជីវិតទាំងអស់ជារបស់បាក់ខ្លាញ់ខ្លាយរយៈពេលសុខភាព10,000 ឆ្នាំអ្វីដែលប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះ
ឈៀងជាងឡាវស៊ីខ្ញុំបានយកកណ្ដឹងរបស់ខ្ញុំមកវិញនៅថ្ងៃនេះដែលខ្ញុំមានរយៈពេល30ឆ្នាំម៉ូតូជិងយកចានដាក់លើតុយើងជាគ្រួសារលូគឺប្រហែល10ជំហានទៅមុខនិង1ជំហានទៅមុខសូមផ្ដល់អាហារសមុទ្រមួយចានមកខ្ញុំស្រានេះត្រូវបានបង្កើតឡើងសម្រាប់ខ្ញុំជាមួយជាយ៉ាវពេលវគ្គនៃ Skills ជាដែលជាការប្រកួតដ៏ល្អឥតខ្ចោះយល់មិញតើអ្នកកំពុងធ្វើអ្វីចាក់ខ្ញុំមួយចានផងដែរខ្ញុំមិនជឿថាខ្ញុំជាបណ្ឌិតលីយ៉ាងទេខ្ញុំមិនអាចផឹកបានទេស្ដេចស្ងោត្រីចៀនលំហូរធំយ៉ាងណាផ្កាយនៅលើមេឃផ្ដល់កំណើតដល់វាយដាវចូលយើងចូលទៅហើយសូមនៅជាមួយខ្ញុំសូមចុច share ម្នាក់មួយផងយើងបានរួមបញ្ចូលព្រះវិហារកោធិបចំណាស់ជាងគេនៅសៀងហៃសម្រាប់អ្នកកន្លែងទាំងមូលប្រើប្រាស់កាកូឡាបចំនួន100,000 ដើមដែលដឹកជញ្ជូនតាមអាកាសពីបាល់ជើវ៉ាន់យ៉ាងគឺជាម្ហូបត្រជាក់របស់មេឃីលេងសែនគុំសោកស្ដាយចំពោះម្ហូបត្រជាក់ពណ៌ព្រះរបស់ខ្ញុំគឺជាកូនស្រីរបស់ស្ត្រីដែលបានរៀបការវាដូចជាការញ៉ាំអាហារនៅផ្ទះនិងសូត្រមន្តព្រះពុទ្ធទេត្រូវតែមាន10,000 កន្លែងសម្រាប់ជិនត្រីនិងទឹកដែលកំពុងរត់ហ្វូងមនុស្សទាំងមូលបានត្រួសត្រាយផ្លូវសម្រាប់ខ្ញុំដោយភ្លើងក្រហមនិងដុំម្រេចអ្នកអង្គញាជានៃរីជុងឈីងមាត់10000ត្រូវវាក្នុងដៃតែមួយក្នុងពេលតែមួយផ្ទៃមេឃខាងលើនឹងคล้ายទៅជាពពកនេះគឺជាការមិនស៊ីសង្វាក់គ្នានឹងសេចក្តីថ្លៃថ្នូរនៃគ្រួសាររបស់ឡាវឈិនសូម្បីតែមន្ត្រីសាលាក្រុងនិងខេត្តក៏គិតថាហួសហេតុពេកថៅកែលូតើអ្នកបាននិយាយអ្វីមួយនៅពេលនោះឪពុកក្មេកមិនចាំបាច់ប្រកែកទេខ្ញុំបានសម្រេចចិត្តពេលថ្ងៃរៀបចំព្រឹត្តិការណ៍បែបលោកខាងលិចនៅជាន់កំពូលនៃសន្តាគារ Having បំពេញសេចក្តីថ្លៃថ្នូររបស់គ្រួសារលូយកខ្ញុំបានគ្រប់គ្រងចរាចរណ៍ទាំងស្រុងនៅទីក្រុងសៀងហៃមន្ត្រីប៉ូលីសមិនវប្បធម៌ឈ្មោះបូឡានដែលចុះហត្ថលេខាកាន់កាប់ដីថ្ងៃទី8នៃខែបន្ទាប់សួនច្បាររចនាបថដ៏ទូលំទូលាយរបស់ Berlin Garden ខ្ញុំចង់នៅសួនច្បារឯកជនការប្រើប្រាស់រោគពណ៌ក្រហមជាក់ស្ដែងនឹងទៅ10000ប្រព័ន្ធលំហូរដកស្រង់សូមស្វាគមន៍ភរិយារបស់ខ្ញុំគ្មានដែនកំណត់ថវិកាធ្វើដូចខ្ញុំនិយាយអ្នកស្រីលូនេះជាហៅស៊ីកន្លះឆ្នាំរបស់យើងពន្លឺសុទ្ធធ្វើដោយដៃសម្រាប់អ្នកមានតម្លៃ50លានស្អាតណាស់សាលាធំសិក្សាទៅសាកល្បងទេតែខាតហេតុអ្វីនេះជាអ្វីដែលស្ត្រីទូទាំងពិភពលោកមិនចង់បានពណ៌មិនអាចលាក់បានទេនៅពេលល្ងាចមានជាង10,000 skills ប្រេងទេពីកន្លែងទាំងពីរវាត្រឹមតែ50លានហើយការធានានឹងត្រូវទុកជាមុខៈមិនអាចសំបីតែលៀនវាចេញអញ្ចឹងតើអ្នកចង់បានអ្វីផ្លាស់ប្ដូរវាសម្រាប់ខ្ញុំទាំងអស់បានផ្លាស់ប្ដូរទៅជារូបរាងសូត្រធ្ងន់ពណ៌ក្រហមសុទ្ធឲ្យលុយខ្ញុំធ្វើច្រកម្ទេសនិងចង្ក្រានវាសម្ការតាមផ្លូវដ៏រុងរឿងនិងមានតម្លៃនៅឯស្រុកកំណើតរបស់ខ្ញុំគំនិតនេះគឺមានអំណាចខ្លាំងណាស់អ្នកអរជនាផ្លាស់ប្ដូរវាតាមសំណើសុំរៀបការរបស់កូនប្រសាររបស់ខ្ញុំហែងប្រាក់អ្នកស្រីលូតើអ្នកកំពុងធ្វើអ្វីនៅពេលនេះនេះគឺជា Centenary Main Turf វងទេហើយខេងជាកងបាននិយាយមុនពេលរៀបការអ្នកត្រូវតែទិញផ្លូវស្រាលល្អមួយកន្លែងខ្ញុំបានជីកវាចេញហើយផឹកវាក្រោយពិធីរៀបការអ្នកដឹងទេថាអ្វីដែលធ្លាល្អនឹងនាំមកនូវសំណាងប្រញាប់ឡើងដើរជុំវិញអ្នកអង្គញាជានៃរីជុងឈីងទេនៅទីនេះរឹងពេកមិនអាចរក្សាក្លិនស្រាបានទេទៅជីកនៅក្រោមដើមឈើ Podocarpus ដែលមានអាយុរាប់រយឆ្នាំនោះទេនៅទីនោះក៏ក្នុងស្រាមនុស្សដល់គុយទាវថៅកែលូតើអ្នកជាឪពុកក្មេកបែបនេះទេតើមួយណាដែលខ្ញុំបានរៀនជាមួយគ្នាក្អួតពេកក្អួតមុនរួចទុកឲ្យខ្ញុំមានអ្វីពិសេសគ្រួសារលូគឺជារបស់អ្នកចំណុចកណ្ដាលនៃបញ្ហាគឺជារបស់អ្នកខ្ញុំក៏ជារបស់អ្នកដែរនាងតូចរបស់ព្រះសូមអរគុណសម្រាប់ការនាំយកធ្វើដំណើរពីពេញរាងកាយបំបែកចូលទៅក្នុងជ្រុងទឹកកករបស់ខ្ញុំតើអ្នកចង់ឲ្យខ្ញុំធ្វើបែបនេះអស់មួយជីវិតវាជាជំនាញទំនុកផ្ដាច់មុខរបស់អ្នកទេវាអាស្រ័យលើការអនុវត្តរបស់អ្នកឈូសមួយកំពុងវាយលុកលើនាវខ្ញុំបានលើអំពីអាហារពេលល្ងាចថ្ងៃនេះគ្រួសារលូនៅតែចង់ឲ្យ Shen Chiao សម្ដែងនៅលើឆាកគាត់លក់តែទឹកខ្មេះតើខ្ញុំអាចផ្ដល់ឲ្យអ្នកនៅអ្វីតើអ្នកច្រណែនទេនឹកព្រះវាជាវេនរបស់អ្នកប្រសិនបើអ្នកមិនដឹងសៀវភៅវិទ្យាសាស្ត្រឆាឆាយយកអ្នកចេញជាមុនសិនខ្ញុំនឹងយកវាចេញសម្រាប់អ្នកប្រសិនបើអ្នកមិនដឹងសៀវភៅវិទ្យាសាស្ត្រឆាឆាយវាមិនយឺតពេកទេក្នុងការទទួលស្គាល់ការបរាជ័យឥឡូវនេះដើម្បីកុំឲ្យបាត់បង់មុខគ្រួសារលោកប៉ាខ្ញុំចង់គេងបន្ទាប់ពីស្ដាប់បទនេះផ្ដល់ឲ្យពួកគេនៅអ្វីមួយដើម្បីលើកទឹកចិត្តពួកគេឆ្ងាយលោកយ៉ាងថៃឲ្យគេឃើញសម្រាប់នឹងហើយភាពសម្បូរបែបរបស់ជាតិវាជាការប្រសើរក្នុងការមានភាពវិជ្ជមាននេះគឺជាសិល្បៈពិតរន្ធត់ណាស់លោកការច្រើនពេកមនាលពិខុទាំងឡាយមនាលអាវុសោទាំងឡាយដែលបំពេញចិត្តកែវនេះចូលទៅក្នុងសារព័ត៌មានធំអ្នកគ្រាន់តែជាការអាម៉ាស់ដល់គ្រួសាររបស់ឡាវឆែនប៉ុណ្ណោះកូនប្រុសរបស់ខ្ញុំមិនអាចសម្ដែងស្រាបានទេខ្ញុំគិតថាអ្នកនៅតែអាចក្លាយជា
นប្រុសរបស់ខ្ញុំមិនចុះសម្រុងនឹងឪពុកម្ដាយរបស់គាត់ទេការសម្ដែងរបស់សាលាគឺជាភាពសម្បូរបែបនៃវប្បធម៌ចិនគឺជាអរិយយ៉ាងដែលស្គាល់តែខាងក្នុងនិងខាងក្រៅរបស់យើងល្ងងនាងគឺជាអង្គចិញ្ចឹមត្រីនៃគ្រួសារលោករបស់ខ្ញុំសន្តិសុខបានទាត់ម្ដាយនិងកូនស្រីនេះចេញលោកលូមានរឿងធំកើតឡើងម្ចាស់មណ្ឌលអប់រំភាគខាងត្បូងទទួលរងភ្លើងឆេះយ៉ាងឈឺចាប់អ្វីតើមានអ្វីកើតឡើងចំពោះសន្តិសុខវាគឺលេងវ៉ាន់នៅម្ដាយនិងកូនស្រីពួកគេមានការខឹងសម្បាគ្រួសារលេងធ្លាប់ជាស្តង់ដារលុយឆេករបស់យើងជាការពិតរាល់ការឆ្លងកាត់ផ្ទៃក្នុងនិងការទទួលស្គាល់មុខដែលរក្សាទុកដោយពាណិជ្ជករចិននិងឥណ្ឌាគាត់បានទាញយកប្រយោជន៍ពីប្រព័ន្ធសុវត្ថិភាពហើយបានចូលទៅក្នុងក្បួនប៉ូលីសបានបំបែកត្រានិងចាប់ខ្លួនអ្នកទៅបោះត្រាហើយចាប់ភាពប្រងើយកន្តើយតាមបំណងនៅពេលអ្នកក្រៅផ្លូវពិនិត្យរថយន្តត្រូវបានគេសង្គ្រោះប៉ុន្តែនឹងប្រើវានៅថ្ងៃស្អែក Zodiac Jason សម្ភារៈបារីក្រាស់ឈើមួយដុំដែលគេដុតពី300គីឡូក្រាមនោះប៉ុន្តែពិបាកបំផុតក្នុងការជក់បារីសម្ភារៈមូលដ្ឋានសម្ភារៈថ្នាំជក់ Snow Yulumi ថ្ងៃស្អែកប្រជាជនទាំងអស់នៅក្នុងទីក្រុងសៀងហៃនិងសូម្បីតែប្រទេសទាំងមូលនឹងមនុស្សគ្រប់គ្នាកំពុងសម្លឹងមើលយើងមានបញ្ហាតើអ្នកកំពុងភ័យស្លន់ស្លោអំពីអ្វីដរាបណាខ្ញុំជក់បារីខ្ញុំមិនអាចជក់បារីបានទេបានចុះផ្សាយក្នុងក្រុមអ្នករួមដំណើរជាងយាយទទួលបញ្ជាទោះបីជាខ្ញុំមិនបានកេងយកនេះខ្ញុំចង់នាំបងប្អូនខ្ញុំទៅជក់បារីរាប់រយគីឡូក្រាមនេះនិងសម្ភារជក់មួយចំនួនចំអិនអាហាររហ័សនៅពេលព្រឹកនិងក្នុងទីងឹតបងប្អូនប្រុសស្រីមានតែជប៉ុនតិចជាងនៅក្នុងគ្រួសារលេនសម្ភារៈថ្នាំជក់ Snow ដែលយើងប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតយកធុងរបស់អ្នកនៅផ្ទះនាំយកគ្រឿងទេសដែលអ្នកមានតើអ្នកយកលេខណាមកណានចៅជួយខ្ញុំជក់បារីសាច់កុំយំបំពង់ធ្មេញសូមរងចាំខណៈពេលដែលយើងបង្ហាញរចនាប័ទ្មប្រជាធិបតេយ្យឲ្យបំផុតពេលខ្ញុំកំពុងធ្វើម្ហូបខ្ញុំនឹងដាក់សាច់អ្នកត្រូវតែទុកឲ្យការនិយាយដើមគេបង្អាប់អ្នកជាយូរមកហើយពោពេញទៅដោយរសជាតិនៃទំនួលខុសត្រូវប្រកបដោយការទទួលខុសត្រូវបំផុតរបស់យើងប្រពន្ធឲ្យខ្ញុំជួយច្របាច់ខ្ទឹមបារាំងឬចាក់ខ្ទឹមសូមជប់សម្រាប់ទោះបីជាខ្ញុំមិនដែលធ្វើការងារពេទ្យចារណាមួយប៉ុន្តែខ្ញុំនៅតែអាចរៀនមេរៀនពីសារ៉ាយើងមិនដែលស្គាល់គ្នាទេក្នុងអំឡុងពេលធ្វើដំណើរតាមផ្លូវរបស់យើងមេដាបតាតូចនឹងជួយអ្នកលាងសាច់ការទាញចុងក្រោយដើម្បីជួបទទួលបានក្បាលអាំងត្រគាកតើមានអ្វីកើតឡើងតើកូនក្រមុំអ្នកណាទុកលំបាករបស់ខ្ញុំនឹងមិនកើតឡើងដោយសារការយកចិត្តទុកដាក់មួយយប់ហើយរត់ត្រឡប់ទៅស៊ីឈូនវិញមែនទេចាស់ទៅគ្រាន់តែចំណាំនៅក្រោមការផ្លាស់ប្ដូរតូចមួយប្តីសម្ភារៈបារី1000មកទាំងនោះនៅខាងក្រៅខ្ញុំនៅតែព្រួយបារម្ភបន្តិចពេញមួយយប់ប្រមុខសៀងឆានយ៉ូខ្ញុំត្រូវទៅបន្ទប់ត្រួតពិនិត្យទូទៅដោយផ្ទាល់កម្ដៅសែងចុងក្រោយនេះខ្ញុំបានធ្វើឲ្យខ្ញុំយល់ខ្ញុំនឹងចេញមករៀបការជាមួយអ្នកបញ្ចាំទ្រព្យសម្បត្តិវិនារីដែលនឹងរៀបការនៃសប្តាហ៍ថ្ងៃនេះតបនាទីមុនពិធីមង្គលការស្លៀករ៉ូអាពាហ៍ពិពាហ៍តម្លៃរាប់លានដុល្លារពេលខ្ញុំរត់ផ្សែងហុយឡើងនៅខាងក្រោយយាយរបស់ខ្ញុំក្បួនរថយន្តចាស់ទាំងថ្មីបានមកដល់ហើយគ្រាន់តែដាក់ដៃរបស់អ្នកចុះឲ្យតុបតែងវាយកប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំតើត្រូវអនុញ្ញាតឲ្យនាងធ្វើការតែម្នាក់ឯងដោយរបៀបណាសម្ភារៈបារីចុងក្រោយនេះឆ្លើយតបចុះមកជាមួយអ្នកកាន់ឡើងអ្នកធ្វើឲ្យខ្ញុំសប្បាយចិត្តខ្ញុំចង់បានអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាចង់បានអ្នកខ្ញុំចង់បានអ្នកទាំងអស់គ្នាវាមិនមែនគ្រាន់តែជាថ្ងៃដែលខ្ញុំបានយកព្រះជាភាវនោះទេគឺខ្ញុំលោក Kenshin វាជាថ្ងៃដែលកំហុសត្រូវបានបញ្ជូនទៅគ្រួសាររបស់ចៅក្រមចាប់ពីពេលនេះទៅទ្រព្យសម្បត្តិឯកជនទាំងអស់របស់ក្រុមហ៊ុន Lush Group ទាំងអស់គឺតាក់ទងទៅនឹងតារាងជំងឺ Zodiac Changer ខ្ញុំឈ្មោះលោក Kenshin មនុស្សម្នាក់ដែលកើតមកជាកោតតូចមួយការស្លាប់គឺជាកំហុសរបស់ជាយាវលោកតាចាស់ឲ្យសូមថែរក្សាខ្ញុំផងកុំឲ្យលូឈួនធ្វើជាប៉ូលីសលោក Kenshin អ្នកល្ងងធំលូឈូអ្នកណាចង់បានអ្នកក្មេងល្អពីពាក្យរបស់អ្នកខ្ញុំនឹងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំនៅថ្ងៃនេះតោះផឹកជាមួយគ្រួសារលោករបស់អ្នកមាននរណាម្នាក់មកជីកយក30ឆ្នាំនៃជីវិតរបស់ខ្ញុំកប់នៅក្នុងការរត់គេចខ្លួនរបស់ឡាវឆែនសៀងជីយូជំហានតខ្លួនបំផុតចូលទៅក្នុងជំហានទី9ពេលយប់យើងបើកវាមជាផ្លូវការកងទ័ពស្ត្រីចំណាស់ខ្ញុំគួរតែត្រូវបានគេគោរពចំពោះភាពអស្ចារ្យរបស់ខ្ញុំសូមជប់សម្រាប់វាជាវេនរបស់ខ្ញុំដើម្បីផឹកស្រាគ្រួសារលោករបស់យើងបានសន្យាថានឹងក្លាយជាប្រជាជាតិមួយដែលរីកចម្រើន100ឆ្នាំប៉ុន្តែគាត់គោរពតាមច្បាប់ដែលស្លាប់ប្រែក្លាយកូនចៅរបស់អ្នកទៅជាបិសាចឈាមត្រជាក់វាគឺជាអ្នកដែលបានចិញ្ចឹមកូនស្រីដ៏ល្អបែបនេះដូចជាឆាវជើទៅជាភ្លើងបានជួយសង្គ្រោះជីវិតកុមារ Kenshin
ចាប់ពីពេលនេះទៅគ្មានច្បាប់ចូលផ្ទះទេច្បាប់របស់ជាវយាវជាច្បាប់សម្រាប់ចូលផ្ទះជាវប្រពន្ធមានអ្វីខុសជាមួយអ្នកតើមាននរណាម្នាក់បំពុលអ្នកទេហៅទូរស័ព្ទទៅវិជ្ជបណ្ឌិតយ៉ាងឆាប់រហ័សសូមអបអរសាទរចំពោះលោកសូមអបអរសាទរចំពោះលោកមិនមែនជាថ្នាំពោធធ្ងន់ធ្ងរទេស្នាមយ៉ាងនៃការទិញនេះគឺដូចជាជួបហើយការជួញដូរមានភាពស្ទាត់ជំនាញយូរហើយគឺជាការភ្ញាក់ផ្អើលទូទៅហបស្ត្រីវ័យក្មេងមានផ្ទៃពោះវាប្រហែលជាមួយរយៈដែលខ្ញុំបានមើលស្នាមញឹមរបស់ Benjen 2 ខែ 3 ថ្ងៃដែលយើងនៅក្នុងបន្ទប់គេងលោកល្ងងអ្នកអាចធ្វើបានតែនៅចំពោះមុខសមុទ្រទាំងមូលនៃការសាច់យ៉ាងលឿនអ្នកធ្វើវានៅមុខ Quan Cheng Hai តើថ្ងៃណាបន្ទាប់ខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំនៅលើអាកាសនៃជនគឺធម្មតាស្រង់សម្បត្តិក្រហមទាំងអស់យប់នេះខ្ញុំនឹងផ្ញើវាឲ្យលឿនជាងមុន3ដងខ្ញុំត្រូវរងចាំឪពុកប្រពន្ធសូមអរគុណដែលមិនត្រឹមតែជួយសង្គ្រោះមុខខ្ញុំទេគាត់ក៏បានផ្ដល់ឲ្យខ្ញុំនៅព័ត៌មានបុគ្គលិកពេញលេញផងដែរហេតុអ្វីបានជាអ្នកយំ boss លប្រសិនបើអ្នកពិតជាចង់អរគុណខ្ញុំនឹងចង់ខ្សែជុំវិញខ្លួនខ្ញុំនៅពេលក្រោយហើយញ៉ាំវាខ្ញុំហ៊ាននឹងសម្រាប់កូនចូលព្រមវិជ្ជបណ្ឌិតបាននិយាយថាស្ត្រីមានចៃពីថ្ងៃនេះរហ័សមាត់ក្នុងត្រីមីយូសាហ្វូតបានចូលអាហារជៀនត្រូវបានហាមឃាត់ជាដាច់ខាតអ្នកនឹងក្លែងឡៅសិតើអ្នកបានបង្ហោះវាទេប្រពន្ធអ្វីផ្សេងទៀតគឺអាស្រ័យលើអ្នកគ្រាន់តែរឿងនេះនឹងមិនដំណើរការទេជាវឈួនមតិតូចរបស់យើងមិនអាចទ្រាំទ្របានទេជីវិតគឺដូចជាឆ្នាំងចម្បាំងនេះវានឹងធ្វើឲ្យអ្នកយំដោយជិះមិនរួចហើយណាស់ដែលអ្នកនឹងរំប៉ុន្តែដរាបណាអ្នកប្រញាប់ប្រញាល់ឲ្យឆ្អិនបដិសេធការគិតខាងក្នុងវាពិតជានឹងនាំមកនូវភាពរីករាយបំផុតនៅសក្តានុពលបំផុតនៃជីវិតរបស់ខ្ញុំខាងក្រោមដើម្បីទស្សនាភាពពេញ